ជួបខយមិនចូលត្រួតចោលបោព្រោះបានសងសរថ្ងៃមិនដែលឃើញមិនដែលខយភាពខ្លាំងព្រោះសាប់ហើយឆ្លេឆ្លាលែងសូវនិយាយលែងខ្វល់ខ្វាយបងធ្វើខ្លួនដូចជាកណ្ដាលអីលើបានចិត្តបងនឿយណាយណាត់ជួបឆោមឆាយមិនដឹងតាមណាចាប់រឿងហូរហើយចង់ឃើញដាក់ខែទៅជីវ៉ារឹកវាប្លែកបងចាំឡែកចង់មានថ្មីក៏មិនវាចាប់ពិតជាលយមែនសង្សារខ្ញុំហើយតែគេជាប្រសង្ហាមិនដល់លុះថ្ងៃខ្ញុំសង្ស័យបងមានថ្ងៃបានគ្រាចង់តែកាត់ចិត្តចង់កាត់ចិត្តចង់ខលហើយបងបាយគ្រាផាទីមិនឈប់មានថ្ងៃឈប់មិនលើកទូរស័ព្ទសង្សារមិនស្គាល់រយពាន់តែមិនឃើញមិនខំមកវិញឃើញតែសារសន្យាថាកាត់ចិត្តពីត្រង់ដល់ហើយព្រឹកមិនដែលជួបខលមិនចូលត្រួតច្របល់ព្រោះបានសងសរថ្ងៃមិនដែលឃើញមិនដែលខលយកឡើងទូរស័ព្ទហើយឆ្លេឆ្លាលែងស្អីនិយាយលែងខ្វល់ខ្វាយបងធ្វើខ្លួនដូចជាកណ្ដាលអីលើបានចិត្តបងនឿយណាយណាជួបឆាំឆាយមិនដឹងតាមចាប់រឿងហឺហើយចង់ឃើញដាក់ខែទៅជីវ៉ារឹកវាប្លែកបងចាំឡែកចង់មានថ្មីក៏មិនវាចាប់ពិតជាលយមែនសង្សារខ្ញុំហើយតែគេជាប្រសង្ហាមិនដល់លុះថ្ងៃខ្ញុំសង្ស័យបងមានថ្ងៃបាយគ្រាចង់តែកាត់ចិត្តចង់កាត់ចិត្តចង់ខលហើយមកបាយគ្រាផាទីមិនឈប់មានថ្ងៃឈប់មិនលើកទូរស័ព្ទសង្សារមិនស្គាល់រយពាន់តែមិនឃើញមិនខំមកវិញឃើញតែសារពីត្រង់ដល់ចង់តែកាត់ចិត្តចង់កាត់ចិត្តចង់ខលហើយមកបាយគ្រាផាទីមិនឈប់មានថ្ងៃឈប់មិនលើកទូរស័ព្ទសងសាមិនស្គាល់រយពាន់តែមិនឃើញមិនខំមកវិញឃើញតែសារព្រោះបែបនឹងអូនសុំសន្យាថាកាត់ចិត្តពីត្រង់ដល់ចង់តែកាត់ចិត្តចង់កាត់ចិត្តចង់ខលហើយមកបាយគ្រាផាទីមិនឈប់មានថ្ងៃឈប់មិនលើកទូរស័ព្ទសងសាមិនស្គាល់រយពាន់តែមិនឃើញមិនខំមកវិញឃើញតែសារអរគុណសម្រាប់សម្លេងគាំទ្ររបស់បងប្អូនទាំងអស់គ្នាសម្រាប់បេក្ខនារីមួយរូបនេះចាអរគុណច្រើនរតនាពិតជាពិសេសមែនតើកុំកំមាមគួរឲ្យស្រឡាញ់ចាអរគុណឥឡូវនេះចង់ស្ដាប់ការយល់ឃើញពីខូចរបស់យើងទាំង4ចាសូមផ្ដើមពីខូចច្បាយរិទ្ធចាសូមអញ្ជើញចាអធិស្ឋានខូចកញ្ញាចាចង់ឲ្យគ្រូបង្វឹកនិយាយមុនណាចាធ្វើពេកចាអូខេតាំងពីបទចម្រៀងមួយបទញាក់បើសិនជាយើងមិនមានការលៃលកនៃការប្រើប្រាស់សម្លេងគឺយើងធ្វើអត់បានល្អរតនៈធ្វើបានល្អទាំងការប្រើប្រាស់ដង្ហើមទាំងការច្រៀងបន្តពីមួយឃ្លាទៅមួយឃ្លាហើយយើងមានទឹកមុខបែបដូចថាបញ្ចូលទៅតាមបទចម្រៀងទៀតបងសូមសរសើរនៅសមត្ថភាពរបស់បងប្អូនជូនពរឲ្យបងប្អូនទទួលបានភាពជោគជ័យចាអរគុណច្រើនជាបន្តសូមអញ្ជើញខូចសភាយល់ឃើញយ៉ាងណាដែរចាសម្រាប់ខ្ញុំឃើញថាពីមួយវគ្គទៅមួយវគ្គរតនៈគឺវិវត្តធ្វើបានល្អមែនតើច្រៀងច្បាស់ចង្វាក់គឺខ្ញុំថាគឺច្បាស់មែនតើហើយមួយទៀតការច្រៀងច្បាស់ហើយគឺជាបេក្ខជនមួយរូបដែលគួរឲ្យសរសើរសម្រាប់បងជូនបងប្អូនក្នុងរាត្រីនេះជួបភាពជោគជ័យចាអរគុណច្រើនចាអរគុណជាបន្តសូមអញ្ជើញខូចសវណ្ណរាជបាទអរគុណសម្រាប់បទញាក់រតនៈអាចចេះcontrol ទាំងហើមរបស់ខ្លួនឯងបានល្អមិនលឺសូរទាំងហត់នៅក្នុងបទចម្រៀងបទនោះទាំងការដាក់អារម្មណ៍បែបសប្បាយនៅក្នុងបទចម្រៀងហើយការលេងខ្លួនក៏ដូចជាឃើញថាលេងមកអស់ដៃហ្មងហ្នឹងណាថ្ងៃចុងក្រោយហើយគឺថាស័ក្តិសមមែនទែនសម្រាប់ថ្ងៃនេះផ្ទាល់អញ្ចឹងបងមានតែជូនពរឲ្យបងជោគជ័យនៅក្នុងយប់នេះអរគុណចាអរគុណច្រើនដែលដល់ពេលវេលាពិសេសចាគ្រូបង្វឹកផ្ទាល់របស់ឈីនរតនៈសូមអញ្ជើញខូចច្បាយរិទ្ធចាអរគុណបទចម្រៀងមួយបទនេះដូចជាកញ្ញាគាត់បាននិយាយអញ្ចឹងដោយសារគាត់យល់ពីព្រោះបទនេះគឺជាបទរបស់គាត់អញ្ចឹងវាទាមទារឲ្យយើងមានកម្លាំងនៅការចេះបែងចែកធម៌ពលនៅក្នុងការច្រៀងដែលផ្ទុយពីបទដែលយើងច្រៀងបទមនោសញ្ចេតនាអញ្ចឹងប្រសិនបើរតនៈគាត់មានចំណុចធ្វើប្រហែសតែបន្តិចអាចធ្វើឲ្យបទនេះផ្លាត់ស្នៀតអញ្ចឹងសូមសរសើរចំពោះការយកចិត្តទុកដាក់ពង្រឹងសមត្ថភាពរបស់ខ្លួនឯងដល់ទីបំផុតរហូតដល់ថ្ងៃនេះគឺជាវគ្គចុងក្រោយអញ្ចឹងសូមឲ្យអ្វីដែលជាការខិតខំប្រឹងប្រែងរបស់បងប្អូនដែលបងប្អូនបានសិក្សាក្រេបជញ្ជក់ទទួលបានជោគជ័យនៅក្នុងថ្ងៃនេះ
ចាអរគុណចាអរគុណនៃសូមបញ្ជាក់ជូនទៅដល់លោកអ្នកផងដែរថាបៃខណ្ឌរីឈីនរតនៈដែលជាកូនក្រុមរបស់ខូចច្បាច់រិទ្ធមានលេខកូដសម្គាល់ខ្លួនរបស់គាត់គឺលេខ4ដូច្នេះសូមត្រៀមទូរស័ព្ទប្រសិនបើបងប្អូនពេញចិត្តនៅសម្លេងរបស់រតនៈអរគុណច្រើនជូនពរសំណាងល្អរតនៈចាអរគុណច្រើនអូន